បាទសូមជម្រាបសួរប្រិយមិត្តដែលចូលចិត្តស្ដាប់រឿងនៅក្នុង Channel នៃទានរឿងទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានរឿងថ្មីមកមួយទៀតហើយគឺនិយាយអំពីមានម្ដាយកូនពីរនាក់ដែលគាត់រស់នៅបន្ទប់ជាមួយនឹងគ្នាហើយក៏យប់មួយគឺគាត់បានឃើញមានច្រាសដ៏ថ្មិញអីមួយទៀតចឹងទៅចឹងបើយើងចង់ដឹងសាច់រឿងយើងមកស្ដាប់ទាំងអស់គ្នាចឹងមុននឹងខ្ញុំនិទានសាច់រឿងឲ្យអ្នកទាំងអស់គ្នាបានស្ដាប់សូមអ្នកទាំងអស់គ្នាជួយចុច like subscribe និង share ទៅឲ្យមិត្តភ័ក្តិនិងក្រុមគ្រួសារអ្នកទាំងអស់គ្នាបានស្ដាប់លេងកម្សាន្តផងតោះឥឡូវយើងកុំឲ្យបង្អន់យូរយើងចូលមកស្ដាប់រឿងយើងតែម្ដងទៅចឹងគឺបើក្បាលមកគឺមាននារីមេម៉ាយម្នាក់ដែលគាត់រស់នៅជាមួយនឹងកូនស្រីរបស់គាត់នៅក្នុងបន្ទប់ជួលទូចមួយដែលនារីម្នាក់ហ្នឹងគឺឈ្មោះថាស្រីមុំចឹងខ្ញុំសូមហៅគាត់អ៊ីមុំដោយសារគាត់រៀងអាយុចាស់ដែរហើយកូនស្រីគាត់មួយគឺឈ្មោះដានីចឹងអ៊ីមុំនិងដានីហ្នឹងគឺរាល់យប់ពួកគាត់តែងតែមានគេហៅទម្លាប់មួយគឺពួកគាត់ចូលចិត្តដោះធ្មេញមួយគ្នាហើយគឺពេលពួកគាត់ដោះធ្មេញហ្នឹងពួកគាត់និយាយលេងមួយគ្នាសើចសប្បាយមួយគ្នាមុខកញ្ចក់ហ្នឹងចឹងទៅដល់ហើយយប់មួយគឺគាត់បានឃើញមានច្រាសដោះធ្មេញមួយទៀតដែលច្រាសដោះធ្មេញនោះគឺមានសក់ជាប់លើនឹងឡើងក្តាំងហ្មងហើយខ្ញុំភ្លេចប្រាប់អ្នកទាំងអស់គ្នាគឺច្រាសដោះធ្មេញហ្នឹងគឺមានតែពីរទេនៅពេលដែលគាត់ដោះមួយកូនគាត់ដល់ហើយនៅពេលហ្នឹងគឺគាត់បានឃើញច្រាសមួយទៀតអញ្ចឹងគឺសរុបទាំងអស់គឺ3នៅពេលនោះគឺគាត់ឆ្ងល់ថាច្រាសមួយហ្នឹងគឺច្រាសរបស់អ្នកគេហើយក៏គាត់បានទៅសួរអ្នកនៅចិត្តហ្នឹងគេហៅអ្នកចិត្តខាងគាត់អ្នកចិត្តខាងបន្ទប់ជួលគាត់ហ្នឹងដល់ហើយពេលគាត់ដើរសួរគេទៅគឺអត់មានអ្នកគេដឹងអីទេគឺគេឆ្ងល់ដែរដល់ហើយគឺគាត់ក៏អត់បានគិតច្រើនដែរគាត់ក៏បានយកច្រាសដ៏ថ្មីហ្នឹងក៏វែងចោលលេងទៅដែរដល់ពេលយប់បន្ទាប់នៅពេលដែលដានីកំពុងតែគេងគឺប្រហែលម៉ោង3ទៀបភ្លឺគឺស្រីមុំអ៊ីមុំហ្នឹងគឺគាត់បានងើបមកចង់ដឹងថាណាគេចូលបន្ទប់ទឹកគាត់ងើបមកទាំងកណ្ដាលត្រៀតហ្នឹងដល់ហើយគឺគាត់បានឮសំឡេងគេបើកទឹកបើកអីដូចយើងដោះធ្មេញធម្មតាអញ្ចឹងទៅពេលនោះគឺគាត់បានរត់ចូលទៅក្នុងបន្ទប់ទឹកហ្នឹងខ្ញុំមកហើយគឺគាត់អត់ឃើញអ្នកគេនៅក្នុងហ្នឹងទេតែគាត់ឃើញបន្ទប់ទឹកហ្នឹងគឺវាសើមអាកន្លែងឡាបូលាងដៃដោះធ្មេញយើងអាកន្លែងដោះធ្មេញយើងហ្នឹងគឺសើមពេញហ្នឹងខ្ញុំមកហើយគឺគាត់បានឃើញច្រាសហ្នឹងដែរច្រាសរូបយើងហ្នឹងដែរតែអត់មានសក់ទេលើកនេះគឺគាត់មើលទៅគឺមានគេហៅឈាមតែអាឈាមហ្នឹងគឺមិនឈាមលក្ខណៈស្រស់នៅលើនឹងទាំងអស់ខ្ញុំមកវាដូចយើងដោះធ្មេញទៅឈាមចាញ់ទៅវាជាប់លើច្រាសធ្មេញហ្នឹងគឺគាត់ឃើញអញ្ចឹងដល់ហើយគឺគាត់បានដឹកដៃនាំដានីហ្នឹងរត់ចេញពីផ្ទះហ្នឹងយកមកនៅពេលដែលគាត់កំពុងបើកទ្វារចាក់សោទ្វារធៀមរត់ចេញហ្នឹងគឺគាត់បានឃើញទ្វារបន្ទប់ទឹកហ្នឹងគឺបានបើកនៅពេលហ្នឹងខ្ញុំភ្លេចប្រាប់ពេលគាត់រត់ចេញហ្នឹងគឺគាត់បានបិទទ្វារបន្ទប់ទឹកហ្នឹងកុំឲ្យឃើញអីនៅក្នុងហ្នឹងបើឧទាហរណ៍ស្មាតទោសឧទាហរណ៍ខ្មោចអីនៅក្នុងហ្នឹងទៅឃើញខ្មោចនៅពេលហ្នឹងគឺគាត់បានឃើញអាទ្វារបន្ទប់ទឹកហ្នឹងគឺបើកគ្រប់ដៀងហើយគឺគាត់បានឃើញគេហៅគេភ្លើងបន្ទប់ទឹកភ្លើងបន្ទប់ទឹកហ្នឹងគឺភ្លេចបើកភ្លេចបើកភ្លឹបផ្លែតហ្នឹងទៅដល់ហើយគឺគាត់ភ័យមែនតើគឺគាត់បានរត់ចេញពីផ្ទះហ្នឹងយកមកចឹងរឿងរបស់យើងគឺចប់ត្រឹមនេះហើយអ្នកនរគ្នាខ្ញុំសង្ឃឹមអ្នកនរគ្នាចូលចិត្តរឿងចេះទៀតចឹងជាចុងបញ្ចប់សូមអរគុណអ្នកនរគ្នាដែលបានស្ដាប់ពីវិនាទីដំបូងរហូតដល់ពេលនេះចឹងពីខ្ញុំបាននិទានរឿងសូមអរគុណសូមជម្រាបលាអ្នកនរគ្នាបាយបាយ